ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្តីពីគ្រោះមហន្តរាយរំជួយដីនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានិងព្រះរាជាណាចក្រថៃរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាមានការរន្ធត់ចិត្តជាខ្លាំងដែលបានទទួលដំណឹងពីការស្លាប់និងរបួសជាច្រើនអ្នកដែលបណ្ដាលមកពីគ្រោះរំជួយដីដែលបានវាយប្រហារលើប្រទេសមីយ៉ាន់ម៉ានិងថៃកាលពីរសៀលថ្ងៃទី28ខែមីនាឆ្នាំ2025យើងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំដល់រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ានិងថៃក្នុងគ្រានៃទុក្ខសោកដ៏ក្រៀមក្រំនេះយើងសូមសម្ដែងនៅសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរក្នុងឱកាសដ៏ក្រៀមក្រំនេះរាជរដ្ឋាភិបាលកម្ពុជាសូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅជាមួយក្រុមគ្រួសារជនរងគ្រោះនិងសូមជូនពរឲ្យអ្នករបួសទាំងឡាយបានឆាប់ជាសះស្បើយតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ានិងថៃរាជរដ្ឋាភិបាលកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាដែលអាចមានគ្រោះថ្នាក់នៅក្នុងគ្រោះមហន្តរាយនេះមកទល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិតបណ្ដាលមកពីគ្រោះរំជួយដីនេះទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងថៃថ្ងៃសៅរ៍1កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី29ខែមិនិនាឆ្នាំ2025